ជាបឋមនាងខ្ញុំសូមខន្តីអភ័យទោសពុកម៉ែបងប្អូនលោកតាលោកយាយរាល់កំហុសឆ្គងដែលនាងខ្ញុំរៀនធម៌នេះខុសឆ្គងត្រង់ណាសូមលោកតាលោកយាយមេត្តាខន្តីអភ័យទោសផងចាសារវីដេអូនេះគឺជាវីដេអូដែលខ្ញុំរៀនហើយក៏ខ្ញុំបានថតចែកជូនពុកម៉ែបងប្អូនលោកតាលោកយាយដែលមានបំណងចង់រៀនធម៌អាចរៀនជាមួយនឹងនាងខ្ញុំចាថ្ងៃនេះខ្ញុំមករំលឹកសិស្ស5ពីបាណាតិបាតាអញ្ចឹងសូមលោកយាយលោកតាពុកម៉ែបងប្អូនរៀនសូត្រជាមួយខ្ញុំទាំងអស់គ្នាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វអត្តនីទានីវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពោនៅពាក្យកុហកសុរាមេរយមជ្ជបមាតដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យ